còn chỉ được cách đồng bốnในการจับดามcáchพิพากษาชมาสมประดอจีสมนูแต่การอาจจะดำแปดบานาจีนบงอาจจะดำครองเดียมอาจจะดำจีเนี่ยนอมเปียริยธาพิบาลกัมพูชีถ้าตาอาจเป็นยุลบันไทยบานเต้จมปัวก็ได้เพื่อบารมในเรื่องราวสภิพกาดอกพ้อยสรุยในบทชุบบ้านตามพรมแดนจมวยหนังเพียกีไทยให้ริยธาพิบาลมีนวิธีในการตูจะแสดงไว้คละดำไปทีนี้ท่าถึงเด็ดตำดองถ้วยเพียกีนังเหมือนรองพอปาปอลนังอาเชียนตรกซอนติพิบอาจารย์ไตรบ่าបាទសូមអរគុណលោកចំណានហើយនឹងសូមគោរពជំរាបសួរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពសូមគោរពជំរាបសួរលោកបណ្ឌិតទាំងពីរផងបាទតាមពិតទៅរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំរបស់យើងលោកតែងតែមានការព្រួយបារម្ភអំពីស្ថានភាពព្រំដែនកម្ពុជាថៃហើយនឹងភាពផុយស្រួយនៃបទឈប់បាញ់ហើយការព្រួយបារម្ភនេះត្រូវបានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីលោកបានលើកតែនៅក្នុងសន្ទរកថាគន្លឹះនៃពិធីបើកវេទិកាអនាគតអាស៊ានលើកទី3នៅទីក្រុងហាណូយប្រទេសវៀតណាមកាលពីថ្ងៃទី9ខែមិថុនាឆ្នាំ2026បាទថ្មីនេះអញ្ចឹងដើម្បីយល់ថាតើហេតុអីបានជាយើងត្រូវការព្រួយបារម្ភរឿងហ្នឹងហើយថាហេតុអីបានជាបទឈប់បាញ់មានភាពផុយស្រួយយ៉ាងណាខ្ញុំយើងក៏លេចមើលទាំងអស់គ្នាទៅកិច្ចព្រមព្រៀងបទឈប់បាញ់ដែលមានចែងនៅក្នុងសេចក្តីប្រកាសរួមនៃនៅថ្ងៃទី27ខែធ្នូឆ្នាំ2025កន្លងទៅសូមបងប្អូនយើងយកចិត្តទុកដាក់តាមដានទាំងអស់គ្នាខ្លឹមសារនៃសេចក្តីប្រកាសរួមហ្នឹងមានច្រើនណាស់តាមពិត16ចំណុចប៉ុន្តែខ្ញុំសូមលើក3ចំណុចដំបូងដែលជាចំណុចសំខាន់មកចែករំលែកជូនបងប្អូនយើងយល់ចំណុចទី1គឺចែងថាភាគីទាំងពីរឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមនេះគិតចាប់តាំងពីម៉ោង12:00ថ្ងៃត្រង់មកក្នុងស្រុកថ្ងៃ27ខែធ្នូឆ្នាំ2025ពាក់ព័ន្ធទៅនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទក្នុងគ្រប់ករណីនៅគ្រប់តំបន់ដោយរាប់បញ្ចូលទាំងការវាយប្រហារលើជនស៊ីវិលគោលដៅហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងកម្មវត្ថុយោធារបស់ភាគីម្ខាងទៀតហើយភាគីទាំងពីរត្រូវជៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុឬក៏ធ្វើសកម្មភាពរលទៅមុខឬចាក់ឡាត់កម្លាំងទៅលើទីតាំងឬកងកម្លាំងរបស់ភាគីម្ខាងទៀតទោះស្ថិតក្នុងកលៈទេសៈណាក៏ដោយភាគីទាំងពីរមិនត្រូវបំពានកិច្ចព្រមព្រៀងនេះជាដាច់ខាតនេះចំណុចទី1ចំណុចទី2ចែងថាភាគីទាំងពីរឯកភាពគ្នាឈរជើងនៅកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្នហើយមិនត្រូវធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមទៀតមិនត្រូវធ្វើឲ្យមានសកម្មភាពចល័តកងកម្លាំងដោយរាប់បញ្ចូលទាំងការល្បាតចូលទៅទីតាំងរបស់ភាគីម្ខាងទៀតបាទនេះចំណុចទី2ហើយនឹងចំណុចទី3ភាគីទាំងពីរឯកភាពគ្នាថារាល់កិច្ចព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនធ្វើឲ្យប៉ះពាល់ទៅដល់ខណ្ឌសីមាព្រំដែននិងខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរទេភាគីទាំងពីរឯកភាពប្រគល់ទូនាទីឲ្យគណៈកម្មការចម្រុះព្រំដែនអនុវត្តការវាស់វែងនឹងខណ្ឌសីមាព្រំដែនឲ្យបានឆាប់រហ័សបំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបានសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនភាគីទាំងពីរឯកភាពគ្នាថាប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាពសន្តិសុខរបស់ក្រុមការងារវាស់វែងនៅលើទីតាំងជាក់ស្ដែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីការជន់មីនហើយភាគីទាំងពីរឯកភាពគ្នាថាគណៈកម្មការចម្រុះព្រំដែននឹងផ្ដល់អត្ថប្រយោជន៍ខ្ពស់បំផុតចំពោះការវាស់វែងនឹងខណ្ឌសីមាព្រំដែននៅតំបន់ដែលរងផលប៉ះពាល់ហើយដែលមានជាពលរដ្ឋស៊ីវិលរស់នៅនេះជាខ្លឹមសារ3ដំបូងដែលមានចែងនៅក្នុងសេចក្តីប្រកាសរួមថ្ងៃ27ធ្នូ2025បាទឥឡូវយើងសួរថាតើព្រួយបារម្ភនៅត្រង់ណាបាទយើងឃើញនៅក្រោយបទឈប់បាញ់ហ្នឹងចូលជាធរមានកងកម្លាំងថៃគាត់នៅតែបន្តធ្វើសកម្មភាពលើដីជាក់ស្ដែងជាបន្តបន្ទាប់ក្នុងទីតាំងដែលពួកគេដណ្ដើមកាន់កាប់ដោយខុសច្បាប់
តាមរយៈការប្រើកម្លាំងយោធាដូចជាយើងទាំងអស់គ្នាឃើញហើយការរាយបន្លាលួការពង្រាយទូកុងតឺន័របំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់យើងដែលមានស្រាប់ដែលយើងបានសាងសង់ក្នុងគោលបំណងបំបត្តិភស្តុតាងហើយមានចេតនាបង្កើតស្ថានភាពថ្មីដែលវិស័យបច្ចេកទេសហៅថា fait accompli បាទ fait accompli ហ្នឹងគឺមានន័យថាបំបត្តិភស្តុតាងចាស់បង្កើតភស្តុតាងថ្មីក្នុងចេតនាកាន់កាប់ជាស្ថាពរនៅពេលអនាគតបាទអញ្ចឹងវាផ្ទុយពីចំណុច1និងចំណុច2ម្យ៉ាងទៀតរហូតមកដល់ពេលនេះដែលយើងកំពុងនិយាយនេះគឺជាង5ខែហើយ5ខែកន្លះហើយបាទភាគីថៃអត់ទាន់បានអនុវត្តចំណុចទី3ដែលចែងថាយើងបកគលទូនទីទៅឲ្យគណៈកម្មការ GBC ដើម្បីវាស់វែងកំណត់ខណ្ឌសីមាព្រំដែនអត់បានទាន់ធ្វើដល់ហើយទេបាទគាត់ពជារហូតបាទមកដល់បច្ចុប្បន្នអញ្ចឹងនឹងហើយជាចំណុចដែលយើងព្រួយបារម្ភហើយនឹងហើយជាភាពផុយស្រួយនៃបទឈប់បាញ់ហើយនេះក៏ជាមូលហេតុដែលរាជរដ្ឋាភិបាលយើងតែងតែតវ៉ាជាផ្លូវការជាបន្តបន្ទាប់ចំពោះសកម្មភាពរបស់ក្រុមកងកម្លាំងថៃនឹងតាមរយៈក្រសួងការបរទេសឬតាមរយៈក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងប៉ះត្រង់ណាយើងតវ៉ាត្រង់ហ្នឹងកន្លែងនេះខ្ញុំសូមបញ្ជាក់ឡើងវិញខ្ញុំធ្លាប់បញ្ជាក់ច្រើនដងហើយថាការតវ៉ាជាផ្លូវការមានសារៈសំខាន់ចាំបាច់នឹងត្រូវតែធ្វើដើម្បីទុកជាឯកសារភស្តុតាងដែលមានតម្លៃជាកតិយុត្តក្នុងការដោះស្រាយបញ្ហាអធិបតេយ្យភាពបូរណភាពទឹកដីរបស់យើងទៅថ្ងៃអនាគតខាងមុខនេះបើយើងបន្តវ៉ាមានន័យថាយើងយល់ព្រមឲ្យគេធ្វើបកគលទឹកដីឲ្យគេដែលទឹកដីនោះជាស្ថិតនៅក្នុងអធិបតេយ្យភាពរបស់កម្ពុជាអញ្ចឹងយើងត្រូវតែតវ៉ាជាដាច់ខាតហើយទន្ទឹមនឹងការតវ៉ាយើងតែងតែបញ្ជាក់ចំហថាកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅខ្សែការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងបាទពីព្រោះការប្រើប្រាស់កម្លាំងយោធាដើម្បីកាន់កាប់ទឹកដីនោះវាខុសពីធម្មនុញ្ញអង្គការសហប្រជាជាតិខុសពីធម្មនុញ្ញអាស៊ានខុសពីច្បាប់អន្តរជាតិផ្សេងទៀតដូច្នេះសូមយើងបងប្អូនមួយចំនួនក៏និយាយថាមិនឃើញតវ៉ាអត់ឃើញលទ្ធផលអីផងលទ្ធផលពេលនេះមិនទាន់មានមែនប៉ុន្តែការតវ៉ានេះមានតម្លៃក្នុងការដោះស្រាយទៅថ្ងៃអនាគតតាមច្បាប់អន្តរជាតិបាទសូមអរគុណអាយដាមប៉ែនបូណាចំពោះការលើកឡើងក៏ដូចជាការពន្យល់បន្ថែមពីចំណុចដែលពាក់ព័ន្ធទៅនឹងក្តីព្រួយបារម្ភរបស់កម្ពុជាទៅលើភាពផុយស្រួយនៃការអនុវត្តបទឈប់បាញ់របស់ភាគីថៃដែលកំពុងតែអនុវត្តនៅពេលកន្លងមកនេះភ្ជាប់ទៅនឹងអ្វីដែលអាយដាមប៉ែនបូណាបានលើកជំមានសំណួរទៅកាន់លោកបណ្ឌិតយ៉ុងពៅវិញដែលយើងឃើញថាភាពផុយស្រួយនៃការអនុវត្តស្មារតីបទឈប់បាញ់អាចនៅតែមានបើសិនជាមិនមានការគ្រប់គ្រងច្បាស់លាស់បានល្អទេវាក៏អាចបង្កទៅជាចំនួនលក្ខណៈទ្រង់ទ្រាយធំបានដែរអញ្ចឹងនៅក្នុងទស្សនៈរបស់លោកបណ្ឌិតថាលោកបណ្ឌិតយល់ឃើញថាកម្ពុជានិងថៃគួរតែប្រើប្រាស់យន្តការទូតបង្ការបែបណាជាបន្តទៀតដើម្បីអនុវត្តនៅសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025នេះឲ្យមានប្រសិទ្ធភាពហើយប្រែក្លាយខ្សែបន្ទាត់ព្រំដែនទៅជាតំបន់សន្តិភាពអចិន្ត្រៃយ៍បាទជាបឋមសូមជម្រាបសួរសូមគោរពហើយដាំប៉ែវតានិងក្មិនយើងទាំងអស់បាទអរគុណសំណួរអូនចំណានដែលបានលើកឡើងនៅសំណួរនេះហើយខ្ញុំមិញបានស្ដាប់ហើយដាំប៉ែវតាដែលជារដ្ឋមន្ត្រីប្រតិភូអមយុរដ្ឋមន្ត្រីនិងជាអ្នកនាំពាក្យផងដូច្នេះបានរៀបរាប់លម្អិតទៅលើអ្វីដែលរដ្ឋាភិបាលប្រឹងប្រែងធ្វើទប់នៅកិច្ចការនេះដើម្បីកុំឲ្យរីករាលដាលនៅចំនួនហើយនឹងព្យាយាមអនុវត្តឲ្យខានតែបាននៅខាងជ្រុងកម្ពុជាយើងនិងរក្សាសិទ្ធិក្នុងការតវ៉ាទាមទារទឹកដីរបស់ខ្លួនដោយដែលឯកឧត្តមបានបញ្ជាក់នៅទឹកដីមួយចំនួនដែលថៃភាគីថៃចូលកាន់កាប់ដោយខុសច្បាប់ក្រោយម៉ោង12ថ្ងៃទី27ខែធ្នូឆ្នាំ2025ខ្ញុំសូមបញ្ជាក់ថាទីតាំងដែលថៃចូលកាន់កាប់នេះមិនមែននេះទេគឺចូលរំលោភទៅលើសេចក្តីប្រកាសរួម
ថ្ងៃ27នេះឯងគឺចូលក្រោយសេចក្តីប្រកាសរួមនេះចូលជាធរមានគឺកម្លាំងរលចូលបាទអញ្ចឹងនេះជារឿងខុសច្បាប់បាទរឿងខុសច្បាប់ហើយកម្ពុជាត្រូវតែបង្ហាញពីទឹកតាងលិខិតបទដ្ឋានទាំងឡាយស្ដីអំពីបញ្ហានេះដោយដែលឯកឧត្តមបានលើកដើម្បីទុកជាលិខិតតូបករណ៍សម្រាប់កិច្ចការច្បាប់អន្តរជាតិតទៅទៀតងាកមកសំណួរបងអូនចំណានបានសួរប្រកាសឲ្យថាតាមទាំងទ្រឹស្ដីទាំងការអនុវត្តជាក់ស្ដែងបាទជាពិសេសបើយើងផ្អែកទៅលើទ្រឹស្ដីវិទ្យាសាស្ត្រនយោបាយក៏បានបញ្ជាក់ដែរជាពិសេសយើងបានគូសបញ្ជាក់នៅកន្លែងនេះយើងគូសបញ្ជាក់នៅទ្រឹស្ដីស្ថាបនានិយមទៅលើការស្ថាបនាសន្តិភាពបាទ liberal peace building បានទៅសេថាបាននិយាយថាស្ថិរភាពយូរអង្វែងរបស់រដ្ឋជិតខាងគឺមិនពឹងផ្អែកលើកម្លាំងយោធាទេត្រូវពឹងផ្អែកលើស្ថាប័ននិងកិច្ចព្រមព្រៀងជាផ្លូវការនេះគឺជាអ្វីដែលបានចែងឲ្យការអនុវត្តជាក់ស្ដែងដូចគ្នាដែរបាទខ្ញុំចាំប្រសាសន៍សម្ដេចមហាបវរធិបតីនៅទីក្រុងហាណូយក៏បានលើកអំពីបញ្ហានេះដែរបាទគឺការជ្រើសរើសការសន្ទនាជាបញ្ហាសំខាន់សម្រាប់ការប្រឈមមុខដាក់គ្នានៃប្រទេសរបស់យើងហ្នឹងគឺជារឿងសំខាន់បាទផ្ដល់គេថាការជឿជាក់គ្នាទៅវិញទៅមកនេះទៅបានប្រសិនបើបង្កដោយកម្លាំងយោធាមានតែបង្កើតអារីភាពបន្ថែមបាទបង្កើតអារីភាពបន្ថែមដោយដែលយើងធ្លាប់លើកជាច្រើនហើយកម្ពុជាទាំងពេលមុនទាំងពេលនេះមិនសុខចិត្តឲ្យបាត់បង់ជំរាកទឹកដីណាទេអញ្ចឹងសាធារណជនប្រិយមិត្តអ្នកស្ដាប់ក៏អាចថាចុះបាត់បង់ហ្មងឥឡូវវាគេកាន់ចេះកាន់ចុះគឺចូលកាន់កាប់ដោយខុសច្បាប់ក្រោយអនុវត្តបទឈប់បាញ់ចូលជាធរមានពលគឺក្រោយម៉ោង12ថ្ងៃទី27ធ្នូឆ្នាំ2025ហ្នឹងខ្ញុំបញ្ជាក់ឡើងវិញគឺចូលក្រោយហ្នឹងបាទមានន័យថាវីរៈកងទ័ពរបស់យើងការពារព្រំដែនរបស់យើងពេលដែលផ្ទុះអាវុធខ្លាំងហៅថាសង្គ្រាមជុំទី2ហ្នឹងគឺយើងការពារបានប៉ុន្តែនៅពេលអនុវត្តបទឈប់បាញ់យើងគិតថាថៃមានភាពស្មោះត្រង់ក្នុងការអនុវត្តបទឈប់បាញ់ដោយកម្ពុជាដែរតែផ្ទុយទៅវិញគេដើរចូលមកកាន់កាប់នេះជាការក្បត់សុឆន្ទៈនិងភាពស្មោះត្រង់របស់ខ្លួននៅក្នុងការអនុវត្តបទឈប់បាញ់នេះដែលធ្វើឲ្យវាបង្កឲ្យមានការកាន់តែក្តៅកគុកបន្ថែមទៀតដោយដែលឯកឧត្តមប៉ែនបូណាបានលើកឲ្យនៅចំណុចតាមខ្ញុំចាំដូចជាចំណុចទី3នៃការប្រគល់ឲ្យក្រុមការងារបច្ចេកទេសហ្នឹងវាស់វែង JVC ទាំងពីរប្រទេសហ្នឹងចុះវាស់វែងនៅក្នុងហ្នឹងគេបានសរសេរអញ្ចឹងហើយរដ្ឋាភិបាលទីក្រុងបាងកកបានចុះហត្ថលេខានៅសេចក្តីប្រកាសរួមជាមួយកម្ពុជាហ្នឹងគឺថាត្រូវតែប្រគល់ឲ្យមានការវាស់វែងហ្នឹងពីព្រោះយើងបញ្ជាក់ឲ្យបញ្ជាក់ទៀតថាព្រំដែនកម្ពុជាថៃគឺជាព្រំដែនអន្តរជាតិរួចស្រេចទៅហើយការវាស់វែងកម្រិតបច្ចេកទេសគឺជាការវាស់វែងដោយភាពចាំបាច់បំផុតដើម្បីផ្ទៀងផ្ទាត់រវាងផែនទីនិងខ្សែបន្ទាត់លើដីជាក់ស្ដែងឲ្យក្នុងកម្រិតបច្ចេកទេសទាំងពីរប្រទេសមិនមែនប្រទេសណាមួយធ្វើទេដែលកន្លងទៅឃើញកងទាហានថៃចូលនេះចូលទៅនោះបាទបោះបកគោឬក៏រាយបន្លារស់គឺដាក់ទូកុងតឺន័រអីជាដើមហ្នឹងស្រេចតែអញ្ចិតអាហ្នឹងมันអាចទួលយកបានទេហើយរឿងមួយទៀតយើងបញ្ជាក់ថាព្រំដែនហ្នឹងអន្តរជាតិរួចហើយអ្នកឯងដាក់កន្លែងណាវានៅតែរក្សាអនុលោមភាពទៅលើបន្ទាត់ព្រំដែនអន្តរជាតិរួចជាស្រេចហ្នឹងអញ្ចឹងហើយដាច់ខាតភាគីថៃភាគីកម្ពុជាទាំងពីរប្រទេសហ្នឹងត្រូវតែអនុវត្តតាមសេចក្តីប្រកាសរួមហ្នឹងឲ្យជាប់ជួនដោយឡែកកម្ពុជាអនុវត្តហើយអំពាវនាវឲ្យថៃអនុវត្តផងដែរអំពាវនាវដោយត្រង់ដាក់លិខិតទៅច្រើនលើកច្រើនសារឲ្យមានការប្រជុំឲ្យមានការវាស់វែងទៅផ្ទាល់ដល់រដ្ឋាភិបាលទីក្រុងបាងកកយកលែងចេះលែងចុះហោហាយហើយវាដល់ដំណាក់កាលដែលយើងអំពាវនាវដល់ឲ្យសហគមន៍អន្តរជាតិបានជ្រាបបានដឹងអំពីកិច្ចការហ្នឹង
ដូចដែលសម្ដេចមហាបវរធិបតីបានលើកនៅទីក្រុងហាណូយនៅក្នុងកិច្ចប្រជុំបាទវេទិកាអាស៊ានវេទិកាអនាគតអាស៊ានលើកទី3ថ្ងៃទី9មិថុនា2026នេះកន្លងទៅនេះក៏បានលើកឲ្យថ្នាក់ដឹកនាំអាស៊ានបានជ្រាបទៅលើកិច្ចការហ្នឹងហើយក៏ដូចជាពិភពលោកដែរបាទក្រៅពីដាក់ឯកសារដាក់លិខិតទៅភាគីថៃយើងក៏បានដាក់ឯកសារសំទោសអំពាវនាវលើកឡើងនៅក្នុងសន្ទរកថាផ្លូវការរបស់ថ្នាក់ដឹកនាំយើងនៅក្នុងវេទិកាមួយចំនួនទៀតដើម្បីឲ្យពិភពលោកដឹងឮអំពីកិច្ចការនេះពីព្រោះនេះជាអ្វីដែលកម្ពុជាត្រូវធ្វើនៅក្នុងនយោបាយការទូតរបស់ខ្លួនរួមនឹងជាមួយនឹងច្បាប់អន្តរជាតិបាទពីព្រោះយើងបាននិយាយឲ្យថាការប្រឈមមុខដាក់គ្នានៅក្នុងកងកម្លាំងដែលនិយាយថាយោធានេះគ្មានទីបញ្ចប់ទេសម្ដេចតេជោហ៊ុនសែនក៏បានលើកនៅឯភូមិរងចាំដែរបាទនៅពេលដែលសម្ដេចតេជោបានប្រមុខរដ្ឋស្ដីទីបានចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋភាសឹកឥឡូវសម្ដេចប្រសិទ្ធនាមថាភូមិរងចាំនោះឯងក៏បានប្រកាសនៅបានលើកឡើងនៅថាកម្ពុជាមានភាពច្បាស់លាស់ក្នុងការអនុវត្តបទឈប់បាញ់ហើយมันអាចយកកម្លាំងយោធាទៅដោះស្រាយទៅលើបញ្ហាព្រំដែននេះហើយមួយយ៉ាងព្រំដែនរបស់យើងជាព្រំដែនអន្តរជាតិរួចស្រេចទៅហើយខ្ញុំនិយាយដដែលជាដដែលហ្នឹងមានន័យថាมันអាចរំកិលទេប្លង់រឹងវាជាប្លង់អន្តរជាតិរួចស្រេចទៅហើយបាទកាលណាប្រើប្រាស់កម្លាំងរំកិលឬក៏ធ្វើឲ្យមានការប្រែប្រួល fair complete ដោយតែបានលើកឡើងនេះគឺកាន់តែបានបង្ហាញនៅនយោបាយទុច្ចរិតនិងមិនស៊ីវិល័យរបស់ប្រទេសថៃទេដែលកម្ពុជាអត់ទទួលយកបានហើយសហគមន៍អន្តរជាតិក៏ទទួលយកមិនបានដោយតែគ្នាហ្នឹងបាទជាពិសេសវាបានបំពេញទៅដល់ដោយតែឯកឧត្តមប៉ែនវណ្ណាបានលើកទៅដល់ណែធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ានខ្លួនឯងផងដែរនឹងបានបំពេញនៅមរតករដ្ឋដែលជាមរតកនៃប្រទេសនៃស្ដេចសៀមខ្លួនឯងហ្នឹងបាទអញ្ចឹងហើយនេះប្រទេសថៃថានាំថៃយោធាថៃគួរតែងាកមកធ្វើការតាមសេចក្តីប្រកាសរួមហ្នឹងដោយប្រគល់តួនាទីកិច្ចការព្រំដែនឲ្យក្រុមការងារបច្ចេកទេសធ្វើការបន្តទៅវាអត់លើសហ្នឹងទេបាទវាអត់លើសហ្នឹងទេបាទអញ្ចឹងខ្ញុំជូនប៉ុណ្្នឹងសិនសូមអរគុណបាទសូមអរគុណលោកបណ្ឌិតយ៉ងពៅភ្ជាប់ទៅនឹងរឿងរ៉ាវក្តីបារម្ភនៃភាពផុយស្រួយទៅលើការអនុវត្តបទច្បាប់នេះខ្ញុំចាំបានទស្សនវិជ្ជាពីលោកបណ្ឌិតបាទឈុតបន្ថងវិញបាទនៅក្នុងរឿងរ៉ាវនេះលោកបណ្ឌិតអាចបង្ហាញអំពីគំនិតទស្សនៈបាទបែបទស្សនវិជ្ជាយ៉ាងណាខ្លះដើម្បីគ្រប់គ្រងនិងថែរក្សាស្ថានភាពដ៏ផុយស្រួយនេះដោយភាពថ្នមសភាពការសម្ដៅបំផ្លាញវាឲ្យទៅជាសន្តិភាពយងໄວសម្រាប់ប្រជាជននៃប្រទេសទាំងពីរបាទអរគុណលោកសំណានបាទហើយជម្រាបសួរឲ្យដំលោកជំទាវអរលោកស្រីដែលនិយមតាមដានការជជែករបស់ពួកយើងផងដែរមែនតើទៅមុនខ្ញុំឆ្លើយខ្ញុំចង់ជម្រាបអាដាមលោកជំទាវអរលោកស្រីទាំងអស់ដែរថាមុននឹងខ្ញុំមកនេះខ្ញុំបានអានទៀតទៅលើសន្និដ្ឋានរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីដែលលោកបានថ្លែងនៅទីក្រុងហាណូយប្រទេសវៀតណាមនោះហើយខ្ញុំសាកល្បងយកទស្សនវិជ្ជាទស្សនវិជ្ជាហ្នឹងមកឆ្លោះបញ្ចាំងថាតើជំហររបស់រដ្ឋាភិបាលតាមរយៈសេចក្តីសន្និដ្ឋានហ្នឹងជំហរបែបណាបាទបែបណាខ្ញុំសាកល្បងពិចារណាដូចតទៅទី1បើយើងក៏លេខមើលពីមុំទស្សនវិជ្ជាដោយសារខ្ញុំអ្នកទស្សនវិជ្ជាបាទខ្ញុំយកទស្សនវិជ្ជាស្ដីអំពីតុល្យភាពនិងការអត់ធ្មត់មកប្រើប្រាស់ដែលតាក់ទងជាមួយនឹងសន្តិភាពនៅក្នុងទស្សនវិជ្ជាហ្នឹងគេបានបញ្ជាក់ឲ្យថាសន្តិភាពនេះវាមិនអាចកើតឡើងដោយគ្រាន់តែផ្អាកឈប់បាញ់ប៉ុណ្ណឹងទេមិនអាចទៅរួចទេពីព្រោះថានៅពេលដែលយើងឈប់បាញ់យើងត្រូវមានស្អីលើសពីឈប់បាញ់មានន័យថាឈប់បាញ់ហ្នឹងវាជាសកម្មភាពពិតប្រាកដប៉ុន្តែទៅវាចេញមែនទែនគឺឈប់បាញ់នៅក្នុងចិត្តបាទអញ្ចឹងភាគីទាំងពីរត្រូវតែថែរក្សាផ្លូវចិត្តគំនិតហ្នឹងកុំនៅតែចង់គុំគួនគ្នាធ្វើសត្រូវគ្នាមួយជីវិតអាហ្នឹងឈប់បាញ់ប្រមាណដងក៏អត់ចប់ដែរឥឡូវយើងមើលនៅអ៊ីរ៉ង់អ៊ីស្រាអែលដែលអាមេរិកហើយអ៊ីស្រាអែលវៃអ៊ីរ៉ង់ឈប់បាញ់បានប្រមាណបាញ់ទៀតរុស្ស៊ីអ៊ុយក្រែនឈប់ហើយបាញ់ទៀតអញ្ចឹងនៅពេលដែលក្នុងចិត្តគាត់អត់ទាន់ឈប់បាញ់
ចឹងឈប់បាញ់ប្រមាណដងក៏សង្គ្រាមនឹងមកចប់ដែរអញ្ចឹងហើយទន្ទឹមនឹងការផ្អាកឬក៏ការឈប់បាញ់នេះគឺយើងត្រូវតែចាប់ផ្ដើមធ្វើឲ្យគំនិតរបស់យើងនឹងចាប់ផ្ដើមស្ងប់ចាប់ផ្ដើមគិតថាប្រទេសទាំងពីរមិនអាចឆ្លោះគ្នាមកជីវិតបានទេមិនអាចធ្វើព្រំដែនខណ្ឌគ្នាដោយដែលពួកជ្រុលនិយមមួយចំនួនដែលខឹងគ្នាហើយនាំគ្នាថាហ្នឹងគេថាអត់បានទេហើយទន្ទឹមនឹងទៀតត្រូវគិតថាក្រៅពីការតាំងចិត្តត្រូវធ្វើអបរិយាកាសជុំវិញហ្នឹងជុំវិញអាកន្លែងឈប់បាញ់អាជុំវិញមនុស្សដែលរស់នៅនឹងស្អីក៏បរិយាកាសទាំងសង្គ្រាមការទូតទាំងសង្គ្រាមចិត្តសាស្ត្រទាំងអាព័រមានคล้ายអាការធ្វើអធិប្បាយផ្សេងៗនោះបើនៅតែវាយប្រហារគ្នាណាឈប់បាញ់នឹងដែលផុយស្រួយនឹងវានឹងផ្ទុះមកវិញវានឹងផ្ទុះមកវិញបាទអញ្ចឹងគឺត្រូវគិតរឿងហ្នឹងមែនតើមានន័យថាត្រូវបន្ថយបរិយាកាសពោហាសានយោបាយឬស្អីៗហ្នឹងបន្ថយបើអត់បន្ថយទេអត់ទេវាទៅផ្ទុះទៀតហើយសភាពផុយស្រួយនៃបទឈប់បាញ់នេះគេប្រៀបធៀបដូចកញ្ចក់មួយដែលវាមានតម្លៃប៉ុន្តែវាផុយស្រួយអញ្ចឹងវាគីទាំងពីរត្រូវតែថ្នាក់ថ្នមថែរក្សាវាបើមិនអញ្ចឹងវាបែកបាទហើយទន្ទឹមនឹងការថ្នមយើងអត់នៅស្ងៀមទេយើងត្រូវតែរកវិធីដើម្បីដោះស្រាយដោយសន្តិវិធីបើយើងអត់ដោះស្រាយទេបញ្ហាវានៅតែជាបញ្ហាហ្នឹង100ឆ្នាំទៀតក៏នៅតែបញ្ហាដែរចឹងភាគីទាំងពីរទន្ទឹមនឹងស្ងប់ចិត្តត្រូវរកវិធីដើម្បីដោះស្រាយបាទហើយនៅក្នុងន័យនេះខ្ញុំបានតាមដានសន្តិដ្ឋានរបស់សម្ដេចទៅយើងឃើញថាជំហររបស់កម្ពុជាគឺប្រកាន់ខ្ជាប់នៅស្មារតីសុចរិតភាពនិងការគោរពគ្នាទៅវិញទៅមកហើយការជ្រើសរើសយកកិច្ចសន្ទនានិងការជំរុញយន្តការដែលមានស្រាប់ដូចយើងបានអាយដាមប៉ែនបូណាក៏បានលើកដែរគឺគណៈកម្មការចម្រុះខណ្ឌសីមាដីគោកព្រំដែនដីគោកនេះដែលយើងហៅកាត់ថា JBC ហ្នឹងវាធ្វើម៉េចឲ្យវាមានដំណើរការទៅមុខបើអានឹងអត់ដំណើរការទៅមុខទេការស្វែងរកដំណោះស្រាយមួយដែលល្អឬក៏សន្តិភាពអចិន្ត្រៃយ៍ហ្នឹងមិនអាចទៅរួចទេពីព្រោះអត់អាចយកកំភ្លើងអត់អាចយកសង្គ្រាមការទូតសង្គ្រាមព័ត៌មានคล้ายៗហ្នឹងទៅដោះស្រាយបានទេក្រៅតែពីដូចអាយដាមបណ្ឌិតយងពៅលើកថាយើងមានមែនទែនយើងមានផែនចង់និយាយថាព្រំដែនអន្តរជាតិហ្នឹងរួចស្រេចទៅហើយប៉ុន្តែរឿងមិនរឿងវាតាំងពីឆ្នាំប្រហែលជិត100ឆ្នាំមកហើយ100ឆ្នាំលើតិចតួចជុំវិញហ្នឹងវាធម្មតាបកគោលវាកប់វាបាត់ទៅណាវាដួលទៅណាអញ្ចឹងអាការវាស់វែងឡើងវិញហ្នឹងដើម្បីកុំឲ្យចេះតែមានការចោទប្រកាន់គ្នាទៅវិញទៅមកអីអូខេទៅអត់អញ្ចឹងត្រូវតែចាប់ផ្ដើមពី JBC ហ្នឹងធ្វើការឲ្យបានដែលលឿនហើយអត់មានឧបសគ្គគ្មានការរារាំងអាហ្នឹងបានទៅបានហើយបើសិនជាមកដល់ពេលនេះយើងអត់ទាន់ធ្វើកិច្ចការហ្នឹងអញ្ចឹងរឿងដែលយើងត្រូវគិតគូររឿងដែលយើងត្រូវបារម្ភនៅវែងឆ្ងាយទៀតកម្ពុជាយល់ឃើញថាព្រំដែននៃប្រទេសថៃនិងកម្ពុជានឹងមិនមែនជាការបែងចែកប្រទេសទាំងពីរនឹងឲ្យវាមានន័យថាដាច់ដោយឡែកពីគ្នាលែងរាប់អានគ្នាធ្វើជាសត្រូវជាមួយគ្នានេះប៉ុន្តែវាជាចំណុចប្រសពនៃវប្បធម៌ចំណុចប្រសពនៃការអភិវឌ្ឍយើងឃើញកន្លងមកពេលដែលយើងអត់ទាន់ឆ្លុះគ្នាព្រំដែនទាំងអស់ហ្នឹងយើងរកស៊ីជាមួយគ្នាយើងធ្វើការជាមួយគ្នាយើងអភិវឌ្ឍជាមួយគ្នាតាបាទអញ្ចឹងយើងគួរតែធ្វើយ៉ាងម៉េចឲ្យព្រំដែនហ្នឹងវារត់ទៅរកឲ្យព្រំដែននៃជាចំណុចប្រសពនៃវប្បធម៌និងការអភិវឌ្ឍឡើងវិញហើយតាមរយៈការបន្ទន់អេយ៉ាបតការទូតហើយបើសិនជាអេយ៉ាបតការទូតចេញមកចោតប្រកាន់គ្នាឌៀមដាមឲ្យគ្នាខ្ញុំគិតថាមិនងាយទេងាយទៅតែជាពិសេសគឺភាគីថៃនឹងតែម្ដងហើយខ្ញុំមិនថាដោយសារខ្ញុំជនជាតិកម្ពុជាហើយខ្ញុំនិយាយចោតទៅភាគីថៃប៉ុន្តែផុសតាមវាឃើញជាក់ស្ដែងនឹងតែម្ដងបាទកម្ពុជាតែងតែថ្នមសម្ដីធិបតីលោកជើញតាណាក៏ដោយមិនដែលចោតប្រកាន់ទេប៉ុន្តែនាយករដ្ឋមន្ត្រីថៃខ្ញុំមិនបាច់លើកឈ្មោះក៏បានហើយនឹងរដ្ឋមន្ត្រីការបរទេសថៃតែងតែផ្លែផ្កាតែងតែនិយាយហាក់ដូចជាមិនមែននៅក្នុងទឹកដីថៃនិងកម្ពុជានិយាយដូចនៅលើមេឃនិយាយអត់បាទអញ្ចឹងប្រហែលជាត្រូវពិចារណាឡើងវិញយើងថ្នមសម្ដីយើងព្យាយាមស្វែងរកការយោគយល់គ្នាបាទដើម្បីឲ្យធ្វើយ៉ាងណាយើងអាចកសាងទំនុកចិត្តរវាងប្រទេសទាំងពីរហើយកាលណាយើងធ្វើបែបហ្នឹងបានយើងឈានទៅដោះស្រាយបញ្ហាបាននៅពេលនោះហើយយើងធានាបាននៅសន្តិភាពយូរអង្វែងនិងអនុញ្ញាតឲ្យប្រជាពលរដ្ឋយើងទាំងអស់ហ្នឹងរស់ស៊ីប្រក្តីឡើងវិញខ្ញុំឃើញហើយថាទាំងរូបខ្ញុំក្តីប្រជាជនខ្មែរដទៃទៀតក្តីហើយនឹងប្រជាជនថៃក្តីពេលដែលធម្មតាកាលណាទាហានឆ្លោះគ្នាមានដឹកនាំឆ្លោះគ្នាអាកូនចៅឆ្លោះគ្នាដែរអញ្ចឹងដល់ពេលឆ្លោះគ្នាមែនទេហ្នឹងថាធ្វើលបងមកបដ 300 គីឡូម៉ែត្រហ្នឹងមកណាក៏ឈប់រាប់អានគ្នាទៅប៉ុន្តែវាមិនអាចទៅរួចទេដោយសារតែមកដល់ពេលនេះយើងឃើញ
កម្ពុជាថៃនៅតែជាសមាជិករបស់អាស៊ាន បាទ បាទនៅតែធ្វើការជាមួយគ្នាតែស្អីចឹងហើយវាមិនអាចទេខ្ញុំគួរតែនិយាយបន្តិចទៀតថាកម្ពុជានិងថៃនេះមានបណ្ឌិតមានអ្នកប្រាជ្ញប្រវត្តិសាស្ត្រខ្មែរយើងគេហៅថាទំនាក់ទំនងស្រឡាញ់ស្អប់អាដាមបណ្ឌិតភាចាសូនតំណាងណាហើយរឿងនេះវាកើតឡើងយូរហើយប៉ុន្តែយើងក៏នៅជាមួយគ្នាតាំងពីយូរrồiហើយមកដល់ឡើងដែរអញ្ចឹងហើយត្រូវវិលត្រឡប់មករកដំណោះស្រាយឈ្នះមួយដែលប្រើយន្តការច្បាប់អន្តរជាតិបើមិនជាយើងចរចាធ្វើភាគីអត់បានទេដើម្បីឲ្យដំណោះស្រាយហ្នឹងវាទៅមុខបើមិនដូច្នោះទេយើងនឹងនៅបន្តឆ្លោះគ្នាទាំងលើសមរភូមិទាំងនៅក្នុងគំនិតទាំងនៅក្នុងបណ្ដាញសង្គមប្រព័ន្ធផ្សព្វផ្សាយឆ្លោះគ្នានឹងរ៉ាំរ៉ៃរហូតដល់អាចធ្លាក់ទៅដល់កូនចៅយើងចំនួនក្រោយទៀត បាទអញ្ចឹងខ្ញុំសូមប៉ុណ្្នឹងសិនបាទ បាទសូមអរគុណលោកបណ្ឌិតឈុតបន្ថងហើយពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនសមុទ្រក៏កម្ពុជាបានប្រកាសនឹងចាប់ផ្ដើមហើយនៅការប្រើប្រាស់យន្តការផ្សះផ្សាដោយការចាប់បង្ខំបាទ compulsory conciliation ក្រោមក្របខ័ណ្ឌអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រដែលហៅកាត់ថា UNCLOS ថាតើជំរឿននេះមានការឆ្លុះបញ្ចាំងពីឆន្ទៈបាទសុចន្ទៈរបស់រដ្ឋាភិបាលក្នុងការបញ្ចប់ចំនួននិងការការពារផលប្រយោជន៍ដល់កូនចៅចំនួនក្រោយយ៉ាងដូចប្រដែរបាទសូមបាទជំរាបសួរទៅកាន់អាដាមប៉ែនបណ្ណាបាទ បាទសូមអរគុណជាថ្មីម្ដងទៀតទៅខ្ញុំសូមជម្រាបថាជំហររបស់រាជរដ្ឋាភិបាលកម្ពុជាយើងចំពោះបញ្ហានេះគឺច្បាស់លាស់ណាស់បាទច្បាស់លាស់មែនទែនដោយដែលថ្នាក់ដឹកនាំរបស់យើងបានលើកនឹងបញ្ជាក់ម្ដងហើយម្ដងទៀតទាំងសម្ដេចតេជោប្រមុខរដ្ឋស្ដីទីទាំងសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ច្បាស់ថាការសម្រេចចិត្តរបស់កម្ពុជានៅក្នុងការផ្ដួចផ្ដើមយន្តការផ្សះផ្សាដោយបង្ខំ compulsory conciliation ក្រោមក្របខ័ណ្ឌនៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ UNCLOS បានបង្ហាញពីបំណងប្រាថ្នាដ៏ស្មោះត្រង់របស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយមួយដែលប្រកបដោយយុត្តិធម៌យូរអង្វែងដោយឈរផ្អែកទៅលើមូលដ្ឋាននៃច្បាប់អន្តរជាតិហើយហេតុនេះកម្ពុជាយើងហេតុអីបានជាកម្ពុជាយើងសម្រេចយកប្រើយន្តការនេះ បាទ ពីព្រោះមកពីភាគីថៃខ្លួនឯងបានលុបចោលកិច្ចព្រមព្រៀងអនុសារណៈយោគយល់គ្នាឆ្នាំ2001ឬ MOU 2001ដែលថៃហៅថា MOU 44 បាទហើយខ្ញុំសូមបញ្ជាក់ជូនបងប្អូនយើងជនរួមជាតិយើងម្ដងទៀតច្បាស់ថានៅពេលដែលយើងទទួលព័ត៌មានដំណឹងថាថៃគ្រោងលុបចោលថ្នាក់ដឹកនាំរបស់យើងរាជរដ្ឋាភិបាលរបស់យើងបានសម្ដែងការសោកស្ដាយណាហើយបានសូមឲ្យថៃពិចារណាឡើងវិញកុំឲ្យលុបចោលកិច្ចព្រមព្រៀងទ្វេភាគីមួយនេះពីព្រោះយើងបានបង្កើតកិច្ចព្រមព្រៀងទ្វេភាគី MOU 2001នេះឡើងដើម្បីជាយន្តការតែមួយគត់ដើម្បីជជែកដោះស្រាយគ្នាចំពោះបញ្ហាការទាមទារដែនសមុទ្រត្រួតគ្នារវាងប្រទេសទាំងពីរហើយដែលយើងប្រើប្រាស់អស់រយៈពេលជាង25ឆ្នាំប៉ុន្តែទោះបីជាយើងសោកស្ដាយទោះបីជាយើងឲ្យថៃពិចារណាឡើងវិញក៏ដោយក៏ទីបំផុតទៅគណៈរដ្ឋមន្ត្រីថៃនៅតែសម្រេចលុបដដែលទេនៅកាលពីថ្ងៃទី5ខែឧសភា2026កន្លងទៅនេះអញ្ចឹងនៅក្រោយពេលដែលថៃលុបចោល MOU នេះកម្ពុជាយើងបានពិចារណាយ៉ាងយកចិត្តទុកដាក់ដើម្បីស្វែងរកជំរើសណាមួយផ្សេងទៀតដោយឈរលើជំហរដដែលគឺដោះស្រាយបញ្ហាដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិដែលយើងអាចមានការប្រែប្រួលទេជំហរហ្នឹងក្រោយពីការពិចារណាសពគ្រប់រាជរដ្ឋាភិបាលយើងក៏យល់ឃើញថាយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS នេះគឺជាជំរើសដ៏ល្អបំផុតដែលស្របទៅនឹងជំហរសន្តិវិធីរបស់កម្ពុជាសន្តិវិធីនៅត្រង់ថាអ្នកជំនាញច្បាប់អន្តរជាតិស្ដីពីនីតិសមុទ្រ5នាក់នឹងជាអ្នកផ្សះផ្សាបាទ ក្នុងនោះកម្ពុជាយើងត្រូវជ្រើសរើសតែងតាំង2នាក់ភាគីថៃជ្រើសរើសតែងតាំង2នាក់ហើយបន្ទាប់មកទៀតគឺអ្នកទាំង4ត្រូវជជែកគ្នាប្រជុំគ្នាជ្រើសរើសរកអ្នកទី5ជាប្រធានគណៈកម្មការដើម្បីសម្រុះសម្រួលផ្សះផ្សា បាទ នឹងហើយជានីតិវិធី
សន្តិវិធីអ្នកទាំង5នឹងធ្វើការផ្សះផ្សាដោយឈលលើមូលដ្ឋាន UN Close គឺអត់មានប្រើអាវុធទេបាទប្រើចំណេះជំនាញច្បាប់អន្តរជាតិច្បាប់សមុទ្រដូច្នេះវាជាការល្អណាស់វាជាជំរឿសមួយល្អណាស់វាយុត្តិធម៌ណាស់វាប្រកបដោយតម្លាភាពសន្តិភាពដែលភាគីទាំងពីរគួរតែរីករាយក្នុងការទទួលយកជំរឿសបែបនេះដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជានិងថៃហើយដើម្បីអនុញ្ញាតឲ្យកូនចៅយើងជំនាន់ក្រោយគាត់មានពេលវេលាទៅធ្វើអីផ្សេងអភិវឌ្ឍប្រទេសដោយមិនខ្វល់ខ្វាយពីរឿងជម្លោះព្រំដែននេះគឺជាសុខឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាសុខឆន្ទៈរបស់ថ្នាក់ដឹកនាំយើងដែលចង់បានទាំងព្រំដែនសមុទ្រទាំងព្រំដែនគោកដែលយើងចាននិយាយថាចង់បានសន្តិភាពយូរអង្វែងនៅតាមព្រំដែនប្រទេសទាំងពីរបាទអញ្ចឹងហើយតាមរយៈការអត់ធ្មត់តាមរយៈនយោបាយការទូតសកម្មបែបចាស់ទុំហើយនឹងការពឹងទៅលើច្បាប់គឺជាគោលនយោបាយដែលរាជរដ្ឋាភិបាលរបស់យើងថ្នាក់ដឹកនាំរបស់យើងប្រកាន់យកក្នុងទិសដៅនឹងបាទទិសដៅចង់បានដំណោះស្រាយផងចង់បានសន្តិភាពផងហើយដើម្បីកូនចៅយើងជំនាន់ក្រោយអត់មានឆ្លោះគ្នាពីរឿងព្រំដែនទៀតបាទនេះគឺជាអ្វីដែលប្រមុខដឹកនាំរបស់យើងចង់បានបាទសូមអរគុណអាយដាមប៉ែនវណ្ណាបាទតាមរយៈការលើកឡើងរបស់អាយដាមឃើញថាការជ្រើសរើសនៅយន្តការផ្សះផ្សាដោយការចាប់បង្ខំនៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រនេះគឺជាការជ្រើសរើសដំណោះស្រាយដោយសន្តិវិធីដូច្នេះខ្ញុំភ្ជាប់នឹងសំណួរនេះខ្ញុំមានសំណួរទៅកាន់លោកបណ្ឌិតយងពៅដូច្នេះនៅការពេលដែលយើងប្រើប្រាស់នៅយន្តការដោយសន្តិវិធីនេះគឺវាមានសារៈសំខាន់យ៉ាងណាខ្លះដើម្បីជៀសវាងកុំឲ្យមានការដោះស្រាយដោយហិង្សារវាងប្រទេសកម្ពុជានិងប្រទេសថៃទៅលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នានេះបាទសូមអរគុណដោយដែលអាយដាមប៉ែនបណ្ណាបានលើកហើយនៅឆន្ទៈនិងទស្សនៈរដ្ឋាភិបាលកម្ពុជាទៅលើអំពីបញ្ហាដំណោះស្រាយនេះបើសិនបើយើងឆ្លុះបញ្ចាំងពីទ្រឹស្ដីនៃវិទ្យាសាស្ត្រនយោបាយការដោះស្រាយនេះកម្ពុជាយើងគឺបានប្រកាន់យកនៅតាមលទ្ធិស្ថាប័ននិយមអន្តរជាតិនេះថាយើងប្រកាន់យកនៅការដោះស្រាយតាមរយៈស្ថាប័នអន្តរជាតិសម្ដាប់ធ្នាប់អន្តរជាតិច្បាប់អន្តរជាតិជាគ្រឹះដែលនេះជាចំណុចគ្រឹះសំខាន់ណាស់មិនមែនដោះស្រាយទៅតាមតែអំណាចយោធាឬអំណាចនយោបាយទេអញ្ចឹងការដោះស្រាយតាមបែបលទ្ធិស្ថាប័ននិយមនេះនឹងផ្ដល់ឲ្យយើងនៅទំនុកចិត្តនិងហៅថាស្ថិរភាពយូរអង្វែងតចំនួនដល់កូនចៅរបស់យើងពីព្រោះគ្មានអ្នកណាសុខចិត្តគេហៅថាបាត់បង់ដោយសារភាគីម្ខាងប្រើកម្លាំងនេះអញ្ចឹងអានឹងវាធ្វើឲ្យភាគីម្ខាងទៀតក៏ខិតខំប្រឹងប្រែងនៅកម្លាំងដើម្បីទប់ទល់វិញដែរអានឹងវាគេហៅថាបើយើងគិតទៅតាមច្បាប់រូបវិទ្យាគឺច្បាប់ញូតនអានេះបើយើងឆ្លុះបញ្ចាំងតាមបែបវិទ្យាសាស្ត្រពិតវិញយើងឃើញអញ្ចឹងនេះជាច្បាប់តបតនៃប្រជាជាតិមួយសម្រាប់ការទប់ទល់ការប្រើកម្លាំងពីប្រជាជាតិមួយផ្សេងទៀតអញ្ចឹងហើយបានជាកម្ពុជាបានប្រមាណមើលច្បាស់ថាយើងត្រូវតែប្រកាន់នៅទស្សនៈនយោបាយលទ្ធិស្ថាប័ននិយមអន្តរជាតិនេះដើម្បីជាគោលការណ៍គ្រឹះសម្រាប់កិច្ចការដោះស្រាយនឹងហើយម្យ៉ាងទៀតយើងទាំងពីរថៃនិងកម្ពុជាគឺជារដ្ឋភាគីសមាជិកនៃស្ថាប័ន UN Close នេះតែម្ដងដែលជាសមាជិកនៅក្នុងបញ្ហាហ្នឹងហើយជាស្ថាប័នអន្តរជាតិដែលអាចដោះស្រាយកិច្ចការនឹងបានអាហ្នឹងយើងមើលឃើញចំណុចហ្នឹងដូច្នេះយើងទាំងទ្រឹស្ដីទាំងការអនុវត្តជាក់ស្ដែងទាំងច្បាប់គឺយើងមានទាំងព្រមនិងស្ថានភាពនយោបាយជាក់ស្ដែងស្ថានភាពនយោបាយជាក់ស្ដែងគឺផ្អែកទៅលើអ្វីដែលយើងមានស្រាប់គឺអនុសាសនាយោគយល់គ្នាឆ្នាំ2001ដែលคล้ายទៅជាកិច្ចព្រមព្រៀងហើយត្រូវបានថៃប្រកាសលុបចោលអញ្ចឹងនេះជាស្ថានភាពនយោបាយដែលតម្រូវឲ្យប្រទេសទាំងពីរប្រកាន់យកច្បាប់អន្តរជាតិឬក៏យើងហៅថាលទ្ធិស្ថាប័ននិយមអន្តរជាតិហ្នឹងទាំងថៃទាំងកម្ពុជាបានប្រកាសរួចហើយបាទជាពិសេសថៃខ្ញុំចង់រំលឹកថាថៃ
នៅពេលដែលប្រជុំគណៈរដ្ឋមន្ត្រីថៃលោកអនុទានច័ន្ទវរៈគុលនេះ5ឧសភាឆ្នាំ2026ហ្នឹងប្រជុំគណៈរដ្ឋមន្ត្រីមានរបៀបវរៈមួយស្ដីអំពីការលុបអនុសាសនាយោគយល់គ្នាហ្នឹងហើយប្រជុំហើយគឺគាត់បានប្រកាសឲ្យអ្នកកាសែតខាងបាងកកហ្នឹងគឺចុះផ្សាយជាហូរហែនៅអ្វីដែលថៃគណៈរដ្ឋមន្ត្រីថៃប្រកាសលុបជាឯកតោភាគីហើយបាននិយាយយ៉ាងសេចក្តីក្លាហានថាថៃនឹងប្រកាន់យកនៅការដោះស្រាយបញ្ហាព្រំដែនសមុទ្រគឺតាមច្បាប់អន្តរជាតិគឺ UN ក្លូនេះតែម្ដងនេះជាស្ថានភាពនយោបាយតម្រូវពីព្រោះដោយឯកឧត្តមប៉ែវណ្ណាមកលើកឲ្យកម្ពុជាមិនមានជំរើសផ្សេងទេពិចារណាយ៉ាងល្អិតល្អន់នៅពេលដែលថៃធ្វើចរន្តជាតិនិយមទៅលើការលុបអនុសាសនៈហ្នឹងព្រោះមុននឹងលុបហ្នឹងមានចរន្តជាតិនិយមតាំងពីអនុទានច័ន្ទវរៈគុលឃោសនាបោះឆ្នោតមកម្លេះបាទអញ្ចឹងហើយកម្ពុជាត្រូវតែត្រៀមសេណារីយ៉ូបំរុងហើយបាទมันអាចដូចខាងអ្នកវិភាគឬក៏រដ្ឋមន្ត្រីការបរទេសថៃថាកម្ពុជាធ្វើរឿងហ្នឹងតក់កុហលមិនមែនទេថៃបានផ្ដល់សញ្ញាឲ្យកម្ពុជាទៅវិញទេតាំងពីឃោសនាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីរបស់ខ្លួននឹងមកម្លេះរៀបចំរដ្ឋាភិបាលខ្លួននឹងម្លេះអញ្ចឹងកម្ពុជាមិនអាចលងលក់មិនរៀបចំសេណារីយ៉ូទេបាទប្រទេសណាក៏គេគិតដែរបាទអញ្ចឹងថៃរដ្ឋមន្ត្រីការបរទេសថៃលោកពងកិតកែវស៊ីសាក់ពងកិតកែវនេះនិយាយដោះសារសម្រាប់ដោះសារជាមួយសហគមន៍អន្តរជាតិក៏ដូចជាដោះសារជាមួយអ្នកជាតិនិយមខ្លួនទេតាមពិតថៃទេដែលផ្ដល់សញ្ញាឲ្យកម្ពុជាហើយកន្លែងនេះខ្ញុំសូមគូបញ្ជាក់ណាខ្ញុំនិយាយច្រើនដងហើយថាគេថាកម្ពុជាដាក់អន្ទាក់ថៃអីខ្ញុំអត់ទេខ្ញុំអត់និយាយអញ្ចឹងទេថៃដើរចូលអន្ទាក់ថៃទេបាទកម្ពុជាមិនដែលដាក់អន្ទាក់អ្នកណាទេព្រោះកម្ពុជាអត់ដែលបានបោះមួយជំហានចូលដីថៃទេបោះជំហានចូលដីថៃមួយជំហានដោយកាន់សភាវុធចូលទេអត់មានទេមានតែថៃទេកាន់សភាវុធចូលនៅក្នុងទឹកដីកម្ពុជាអញ្ចឹងសួរថាកម្ពុជាទៅដាក់អន្ទាក់ថៃយ៉ាងម៉េចដាក់អន្ទាក់ច្បាប់យ៉ាងម៉េចដាក់អន្ទាក់យោធាយ៉ាងម៉េចវាអត់មានទេដូចឧទាហរណ៍ថារឿងករណីជន់មីនហ្នឹងក៏ដោយកម្ពុជាអត់បានទៅដាក់មីនក្នុងដីថៃទេអាហ្នឹងខ្ញុំសូមបញ្ជាក់ឡើងវិញថាដាក់មីនហ្នឹងគឺមីនសល់ពីសង្គ្រាមហ្នឹងមីននៅក្នុងទឹកដីកម្ពុជាអញ្ចឹងអារឿងអន្ទាក់ហ្នឹងក៏ដូចគ្នាដែរហើយអ្នកអធិប្បាយខ្មែរយើងខ្លះក៏ចេះតែពេលខ្លះក៏លើករបៀបថៃដែរថាកម្ពុជាដាក់អន្ទាក់ឲ្យថៃអីជាដើមអាហ្នឹងនិយាយទៅវាមិនចំណេញទេមិនបាច់ចាំនិយាយអាហ្នឹងថៃដាក់អន្ទាក់ខ្លួនឯងចូលខ្លួនឯងទេបាទអញ្ចឹងត្រឡប់មកវិញគឺកម្ពុជាបានប្រកាន់នៅស្ថាប័នអន្តរជាតិនិយមហ្នឹងដែលដោះស្រាយទៅលើផ្អែកទៅលើច្បាប់និងគោលការណ៍វិទ្យាសាស្ត្រច្បាស់លាស់បាទទៅលើបញ្ហាហ្នឹងហើយយើងសិតតែជាប្រទេសដែលផ្ដល់សច្ចាប័នដល់ UN ក្លូហ្នឹងហើយអញ្ចឹងយើងធ្វើការហ្នឹងទៅឯកឧត្តមប៉ែនវណ្ណាបានរៀបរាប់លម្អិតហើយនីតិវិធីហ្នឹងជ្រើសរើសអ្នកផ្សះផ្សាអីហោហាយហ្នឹងគឺតាមនីតិវិធីហ្នឹងទៅហើយជជែកគ្នាទៅដោះស្រាយទៅវាស់វែងតាមកម្រិតបច្ចេកទេសច្បាប់របស់ UN ក្លូទៅគឺសុខសប្បាយទាំងអស់គ្នាហើយបាទអត់មានអ្នកណាប្រើកម្លាំងរុញច្រានអ្នកណាបាននៅក្នុងបញ្ហាហ្នឹងទេគឺផ្អែកទៅលើច្បាប់ហើយអ្នកផ្សះផ្សាហ្នឹងខ្ញុំជឿថាសិតតែអ្នកអាជីពធំហើយបាទទាំងកម្ពុជាទាំងថៃមិនអាចពឹងពាក់អ្នកមិនមែនអាជីពទេអញ្ចឹងច្បាស់ជាគេធ្វើការមានចំណេះចេះដឹងខាងច្បាប់សមុទ្រហ្នឹងនឹងគោលការណ៍វិទ្យាសាស្ត្រច្បាស់លាស់ហើយអញ្ចឹងគេសិក្សាយ៉ាងលម្អិតហើយតាមខ្ញុំទទួលព័ត៌មានអានព័ត៌មានទៅគេធ្វើការអាចដល់2ឆ្នាំឯណោះសម្រាប់ការសិក្សាលម្អិតទៅលើបញ្ហាសមុទ្រហ្នឹងអញ្ចឹងខ្ញុំយល់ថាប្រទេសទាំងពីរអ្នកនយោបាយក្តីអ្នកវិភាគក្តីអ្នកជាតិនិយមក្តីគួរតែស្ងប់ចិត្តយកនីតិវិធីផ្សះផ្សាដោយបង្ខំហ្នឹងទៅកុំបាច់យកមកទៅជែកទៀតបាទឲ្យយើងតែងតាំងកម្ពុជាតែងតាំងរួចហើយនៅអ្នកផ្សះផ្សាបង្ខំហ្នឹងអញ្ចឹងថៃតែងតាំងដែរទៅឲ្យគេធ្វើការទៅឲ្យអ្នកបច្ចេកទេសធ្វើការទៅហើយយើងយកពេលវេលាមកធ្វើកិច្ចការផ្សេងទៀតបណ្ឌិតឈុតថងក៏បាននិយាយដែរថាប្រទេសយើងទាំងពីរទៅឯណាចេញពីគ្នាវានៅហ្នឹងហើយកុំបណ្ដោះស្មារតីស្អប់គ្នា
chia đỏ rạp là lia phan đây giang mấy phụ tê nâng vi thử phụ tê phi nâng vi thử nơi các bài khang lia chia rồi hốt đỏ rạp riêng tư nhóm ban con sầm co là nhóm ban an dịp hừ muối đài nâng đài trăng dây bị chẹt từ đất tròn thòng đá dịp muối gì đá cứ dịp hừ đài từ xe tha tại việc bọ dịp má cái xe ăn lế tức đấy đại ban bắt bong tư nó không nâng cái ban bằng post mà đấy thay từ xe hàng thay xe mà ọp rung côn trào thay nâng nơi tức đấy đại ban bắt bong sầm máy na chia ba bà rằng người tha kế ban bầm đâu bắn đâu côn trào kế tha ban bắt bong tức đấy mà cam bị chia nâng chấm nói mùi đá bầm post nó chả rắn chiết để dùng rồi chấm nói tí pí kế bằng riêng côn trào kế nơi mô tả nạp hiệp hú hái đòi xa tay mình đài long cắt nơiสมัยกาลนานิคมไอโฮไฮนั้นจังคือถ้าเกบานตั้งคล้วนเกจีมจีรอดเชียไปจีเจียดคลังไฮเตอร์บานดำหนักการมวยมาห้ามนายมวยเซนเทียดกัดตึกใดไอโฮไฮจังบัดมาการไปจีจังเตอจังนิจีจุ่มนัชโนลมวยได้ยังดักสลายปัญหาประวัติศาสตร์นั่งปัญหาเพลย์จัดนั่งจุ่มงื้อเจียดนิยมชิโร่ได้บรรดาดอยการเนปราไทยก็โดยจีนเนี่ยนโยบายไทยจะเลือกปัญหานั้นได้บังเกินเพียบตานตังจีอาจันไตรบางขยมโซมันจะให้แต่ให้พ่อและขยมบ้านจะแต่เลือกต้นตะเพียบวัดซาพวกขยมจะใช้สเปอร์มา150 ชั้นในจุ่มลูมันจะจับมันจะหายการไปจีไทยนั่งได้ไทยบังการล้างในจุ่มลูแต่งอนั้นแต่ไม่โดยแต่ขยมบ้านเลือกในจุ่มน้อยได้ข้างไทยแต่ใส่สะเพอนั่นคือชี้จำนายนั่งบานช่างหายจำนายนี่ก็ชี้จำนายสำคัญได้บานสำคัญได้จังแต่เรามาเว้นคือที่มวยไทยลบอนุสานะโยกโยลครูนไอได้ครูนไอนั่งให้วิรุ่นดาวจำนายตีปีคือบ่มบะตุ่มนกจัดยำปลาเปียบ่มบะตุ่มนกจัดเวเปียกีจังสัวธาตาการไปชี้เมียนตุ่มนกจัดแต่เจ้าอนุสานะเทเพียกีหรือก็กัดปลอมเพียงเทเพียกีโดยมันได้การบ่อไทยประกาศลบแต่ไอ้มันบัดสัวการไปชี้มันบัดจูนำนังมาการไปชี้ลบหายคือบังหาตามเช้าทางการไปชี้บ้านดังไอ้โบกี้บ้านใจทะลุหายจังตาการไปชี้เมียนตำนกจัดมือการเงียบเทเพียกีโดยมันได้การจังนั่งคือจำนัดจับดาวในการบ่มบะตำนกจัดการไปชี้แต่การไปชี้เชียนดาวจำนวนตีใบแต่ยมยิ่งท้าเพราะนั่นกูเต้คือการปราบปรายนการสักการโดยบังคอมยูอันโคลนั่นคือชี้จำนวนแต่ไทยบ้านของบะตุ่มนกจัดรู้สักแต่หายในตุ่มนกจัดการเงียกัจบัดการทเวเพียกีจังหายยางนากระดอยนี่จีซาลบันแต่การเมียนจังประเทศแตงปีจีประเทศไทยดอลในสกัดกลาหาหนังเพียบสมองตรองก่อสร้างตำนกจัดลางเวงเตอร์บ่าก่อสร้างตำนกจัดลางเวงเตอร์ขยมนี่เย่นี่ยี่เตี้ยท่าขยมสอบนั่งมันดัดสอบนั่งไอ้ดำถ้าประเทศต่างปีอัดเมียนเลิกพรมแดนเตอร์นานตีกรมบังการจะรันจิตนิยมเชื่อเพื่อเอาเมียนสเพียบตามตั้งเจียจันทรายเตอร์ดอยืงเนี่ยนโยบายจำนวนนี่ยืงจีนปัญญาวอนจำนวนนี่เตอร์ดอมันตกดังเชงดังท่าโกนจ้ายังรู้ในกบายค้างนี่จีนนี่เธอแต่รอวิธีสักดอกยองอ่ำเปียงเนียงเชียงไทยมาดอกบ่มันดอกตียังในชุกนี่จีนนี่ไงนี่เปรนี่ไทยเมียนสเปียวุฒยังทำเมียนเปรียบเลยการไปเชียไงคราวแต่การไปเชียกูแต่เธอเอาเกมีนเปรียบเลยได้หรืออ่ะจังอาเปรียบตะเวนเปรียบตะมานั้นก็แต่ปีเรื่องสังเกตตุบตัวนั้นสู้ท่าโกนจ้าไทยโกนจ้าการไปเชียรู้กบายค้างนี่โดยมันได้เมียนอากาศรอซีเต้บ้าเมียนอากาศอาบิวัตเศรษฐกิจเต้บ้าแม้แต่การไปเชียเต้คือแต่งการไปเชียแต่งไทยฉันเนี่ยในโยบายนึ่งปัญญวันจะนอนนี่เราแต่เฟื่องกิจการนั้นใบดอกบรรทุกในเพียบตามตั้งเจียจันทรายนิจัยบาสมกุลบาสมกุลลงมันดัดยองเปิดจุดโปกาเลือกลางได้ยืมหายตากาเจอในยุนการฉบับอันตรายจีดคือจีเรื่องได้สำคัญในขนมกาดอกสายบรรจับบาตุ่มนัวเราเวียงคลีเนคเนียกับอ้อยตุ่มนัวทั้งอ้อนี่บรรต่อบาต่อแต่โกนใจจำนวนกรอยบรรทุกใบจีระยะเปในการดอกสาย
តាមច្បាប់អន្តរជាតិដោយសន្តិវិធីនេះវាអាចថាប្រើពេលយូរបន្តិចក៏ពិតមែនក៏ប៉ុន្តែវាអាចធ្វើឲ្យមានសន្តិភាពនៅក្នុងតំបន់ព្រំដែនរួមជាមួយនឹងការបញ្ចប់នៅទំនាស់នេះផ្ទាល់តែម្ដងដោយដែលយើងថាបើសិនជាមិនប្រើច្បាប់អន្តរជាតិទេយើងប្រើហិង្សាអីជាដើមគឺមិនចេះចប់មិនចេះហើយមួយវាយទៅមួយវាយមកមួយវាយទៅមួយវាយមកគឺมันអាចបញ្ចប់มันអាចបញ្ចប់ចំនួននេះបានទេអរគុណខ្ញុំអត់ចង់បានទស្សនៈបែបទស្សនវិជ្ជាវិញពាក់ព័ន្ធទៅនឹងការជ្រើសរើសយន្តការច្បាប់UNCLOS ដែលកម្ពុជាបានចាប់ផ្ដើមប្រើប្រាស់នេះដែលលោកបណ្ឌិតឈុំបន្ថងថាតើការជ្រើសរើសរបស់កម្ពុជាក្នុងការប្រើប្រាស់នៅយន្តការ UNCLOS នេះឆ្លុះបញ្ចាំងពីតម្លៃទស្សនវិជ្ជាយ៉ាងណាខ្លះក្នុងការបង្ហាញជំហរមិនប្រើប្រាស់ហិង្សានិងបង្ហាញអំពីបំណងប្រាថ្នាបញ្ចប់ចំនួនដែលកុំឲ្យអូសបន្លាយដល់ទៅមនុស្សចំនួនក្រោយបាទអរគុណលោកពិធីកហើយអាដាមប៉ែនបណ្ណាលោកឆ្លើយនៅក្នុងនាមរាជរដ្ឋាភិបាលនៅក្នុងនាមអ្នកនាំពាក្យអាដាមបណ្ឌិតយងពៅឆ្លើយក្នុងនាមវិទ្យាសាស្ត្រនយោបាយមុខឥឡូវនេះខ្ញុំសាកល្បងពាក់វ៉ែនតាទស្សនវិជ្ជាហ្នឹងក៏មើលតើជំហរដែលកម្ពុជាជ្រើសរើសយកយន្តការសាសនាដោយបង្ខំក្រុមUNCLOS ហ្នឹងតើវាបង្ហាញនៅទស្សនវិជ្ជានៅក្នុងហ្នឹងបាទពីជ្រុងទស្សនវិជ្ជាការដែលកម្ពុជាសម្រេចចិត្តព្រួយផ្ដើមជ្រើសរើសយកយន្តការសាសនាដោយបង្ខំនេះគឺវាបានស្ដែងចេញនៅទស្សនវិជ្ជាមួយគេហៅថាទស្សនវិជ្ជាអំពីយុត្តិធម៌និងទស្សនវិជ្ជាដែលអំពីការទទួលខុសត្រូវបាទហើយអ្នកទស្សនវិជ្ជាដោយខ្ញុំក៏ដូចអ្នកដទៃទៀតហ្នឹងបានមើលឃើញថាទំនាស់ដែលកើតឡើងនៅក្នុងសម័យយើងនេះគួរតែត្រូវបានដោះស្រាយដោយបញ្ញាញាណដោយកតិបណ្ឌិតដោយការប្រឹងប្រែងរបស់យើងហើយនឹងដោយច្បាប់ទម្លាប់នៃប្រទេសយើងនៅក្នុងសម័យហ្នឹងឲ្យហើយកាលណាដូររបបដូរចំនួនទៅក្រោយទៅច្បាប់ផ្សេងយករឿងចាស់ទៅដោះយករឿងចាស់ទៅដោះក្នុងច្បាប់ថ្មីហ្នឹងពេលខ្លះដោះវាអត់បានទៅទៀតហើយវានៅអូសបន្លាយទៅទៀតបាទហើយរឿងដែលយើងមកសល់ទុកជាមរតកជូរចត់ដែលយើងកើតនៅពេលហ្នឹងយើងគួរតែដោះស្រាយឲ្យទៅកុំទុកបសល់ចែកឲ្យកូនហ្នឹងគួរតែចែកមរតកណាជាទ្រព្យជាលុយជាស្អីជាសេចក្តីសុខជាសុភមង្គលមិនគួរបន្សល់ទុកនៅរឿងរ៉ាវឲ្យកូនចៅយើងបន្តដោះស្រាយមកទៀតទេអ្នកខ្លះគ្នាអត់ដឹងមកចេញមករងគ្រោះដោយសារតែយើងនៅចំនួននេះអញ្ចឹងអ្នកនយោបាយទាំងខ្មែរទាំងថៃហ្នឹងទាំងអស់គ្នាប្រឹងប្រែងបាទប្រឹងប្រែងទាំងអស់គ្នាដោះឲ្យចប់នៅក្នុងសម័យយើងអាហ្នឹងនេះជាទស្សនវិជ្ជាមួយដែលយើងមើលឃើញការដែលកម្ពុជាជ្រើសរើសយកយន្តការ UNCLOS ហ្នឹងគឺមិនមែនជាការដាក់សម្ពាធដល់ប្រទេសថៃទេប៉ុន្តែជាការបង្ហាញឲ្យឃើញនៅភាពចាស់ទុំខាងនយោបាយនិងការគោរពយ៉ាងខ្ជាប់ខ្ជួននៅច្បាប់អន្តរជាតិដែលមានអ្នកវិភាគខ្លះរួមទាំងថ្នាក់ដឹកនាំថៃខ្លះថាកម្ពុជានឹងដាក់សម្ពាធទៅលើថៃបាទតាមពិតមិនមែនទេគឺដូចដែលខ្ញុំបានជម្រាបមិញហ្នឹងប៉ុន្តែយើងក៏បានឮដែរថាថៃបានបង្ហាញថាថៃបានរៀបចំខ្លួនហើយមកត្រៀមខ្លួននឹងជ្រើសរើសអ្នកសម្របសម្រួលអីហោះហើយអញ្ចឹងព័ត៌មាននេះក៏ជាព័ត៌មានមួយដែលគួរឲ្យស្វាគមន៍ដែរហើយក៏បង្ហាញនៅផ្លែផ្កានៃការយោគយល់គ្នាដែរបើសិនជាថៃជ្រើសរើសយកនេះពីព្រោះអីពីព្រោះថាដំណោះស្រាយផ្អែកលើច្បាប់នេះវានឹងទៅបង្កើតនៅទំនុកចិត្តជាយុទ្ធសាស្ត្ររឹងមាំហើយនឹងវាធានានៅអាតំណែងទំនងទ្វេភាគីរបស់យើងនឹងធ្វើឲ្យតំណែងហ្នឹងទៅជាស្អាតស្អំគ្មានមន្ទិលគ្មានការសង្ស័យហើយក៏វាអាចផ្ដល់នៅសន្តិភាពយូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរដែរពីព្រោះថាបើសិនជាយើងជ្រើសរើសយកសង្គ្រាមមិនងាយទេដោយអាដាមបណ្ឌិតយងពៅលើកមិញហ្នឹងថាម្ដងអ្នកនេះឈ្នះម្ដងអ្នកនោះឈ្នះសម្ដេចតេជោលោកក៏បានលើកដែរថាបើសិនជាឥឡូវហ្នឹងថៃកំពុងតែឈរជើងលើដីយើងមិនមែនថាកម្ពុជាគ្មានកម្លាំងរហូតដល់មិនអាចវាយបានទេប៉ុន្តែវាយបានទេសម្ដេចលោកថាចុះឈរជើងបានអត់អញ្ចឹងរុញចុះរុញឡើងទីបញ្ផុតវាអាចនឹងស្លាប់សងខាងអន្តរាយសងខាងលេងបានអីលុយមានប្រមាណយកមកចាក់ចោលនឹងទិញគ្រាប់កំភ្លើងទិញអាវុធទាំងអស់អញ្ចឹងហើយបានជាការជ្រើសរើសយកការផ្សះផ្សាដោយបង្ខំក្រោមUNCLOS នេះគឺជាការជ្រើសរើសមួយដែលល្អទាំងភាពចាស់ទុំខាងនយោបាយទាំងការគោរពច្បាប់អន្តរជាតិទាំងការផ្ដល់អត្ថិភាពដល់ការប្រើប្រាស់ការ
ដោះស្រាយដោយសន្តិវិធីហើយមិនប្រើកម្លាំងនេះជារឿងសំខាន់បំផុតមនុស្សយើងប្រើកម្លាំងមិនទេថ្ងៃនេះអ្នកនោះខ្លាំងឈ្នះទៅអ្នកក្រោយឯងខ្សោយគេឈ្នះវិញអញ្ចឹងសម្រាប់គ្នាតពូជតចំនួនបាទអញ្ចឹងខ្ញុំសូមខ្លីតែប៉ុណ្្នឹងទេបាទ សូមអរគុណលោកមនិតឈុតប៊ុនថងខ្ញុំបាទសូមចាប់អារម្មណ៍ប្រសាសន៍របស់សម្ដេចធិបតីនៅក្នុងការថ្លែងសនកថានៅវេទិកាអនាគតអាស៊ាននៅទីក្រុងហាណូយប្រទេសវៀតណាមដែលសម្ដេចធិបតីរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងរវាងសន្តិភាពជិតខាងនិងសន្តិសុខតំបន់សម្រាប់របស់ខ្ញុំទៅកាន់អាយដាមប៉ែនបូណាថាតើរាជរដ្ឋាភិបាលកម្ពុជាចង់បញ្ជូនសារអ្វីខ្លះទៅកាន់សហគមន៍អាស៊ានអំពីសុឆន្ទៈរបស់ខ្លួនចំពោះអនាគតរួមរបស់តំបន់បាទអរគុណពិតហើយនៅក្នុងសន្ទរកថាគន្លឹះថ្លែងក្នុងវេទិកាអនាគតអាស៊ានលើកទី3នៅទីក្រុងហាណូយកាលពីថ្ងៃ9មិថុនាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីលោកបានសង្កត់ធ្ងន់ទៅលើសន្តិភាពនៅក្នុងតំបន់ដោយលោកបានរំលេចអំពីអតីតកាលនៃតំបន់អាស៊ីអាគ្នេយ៍របស់យើងដែលពីមុនពោពេញទៅដោយជំលោះពោពេញទៅដោយការមិនទុកចិត្តគ្នាការបែងចែកមនោគមវិជ្ជានិងពោពេញទៅដោយភាពក្រីក្រប៉ុន្តែក្រោយមកតាមរយៈការសន្ទនាតាមរយៈការកសាងទំនុកចិត្តជាមួយគ្នាការគោរពអធិបតេយ្យភាពការមិនជ្រៀតជ្រែកនិងការដោះស្រាយចំនួនដោយសន្តិវិធីដោយដែលយើងឃើញនៅក្នុងធម្មនុញ្ញអាស៊ានដែលបានចែងស្រាប់តែតំបន់អាស៊ីអាគ្នេយ៍របស់យើងនេះបានប្រែប្រួលបន្តិចម្ដងទៅជាតំបន់មួយដែលមានស្ថិរភាពជាតំបន់មួយដែលមានចក្ខុភាពបំផុតលើពិភពលោកមានន័យថាមានភាពស្រស់ស្រួលឯកភាពគ្នាយ៉ាងល្អណាអញ្ចឹងមានន័យថាម៉េចមានន័យថាអាស៊ីអាគ្នេយ៍យើងនេះគឺយើងបានរីកចម្រើនយើងបានផ្លាស់ប្ដូរមុខមាត់នោះដោយសារអីដោយសារតែយើងជ្រើសរើសយកកិច្ចសន្ទនាជាជាងការប្រឈមមុខដាក់គ្នាយើងយកកិច្ចសហប្រតិបត្តិការជាជាងការបែកបាក់នឹងយកវឌ្ឍនភាពរួមដើម្បីប្រយោជន៍រួមទាំងអស់គ្នាជាជាងយើងទៅប្រកួតប្រជែងគ្នានេះជាអ្វីដែលសម្ដេចធិបតីលោកបានកត់សម្គាល់ប៉ុន្តែទន្ទឹមនឹងនឹងសម្ដេចនាយករដ្ឋមន្ត្រីលោកក៏មិនភ្លេចពញ្ញៈស្មារតីអារម្មណ៍របស់អង្គវេទិកាថាម៉េចថាសន្តិភាពបច្ចុប្បន្ននេះមិនមែនជាអ្វីដែលយើងត្រូវមើលស្រាលបានទេហើយក៏មិនអាចគិតថាវានៅថិតថេរគង់វង្សជារៀងរហូតបានដែរពីព្រោះអីពីព្រោះពិភពលោកបានបង្ហាញគំរូបង្ហាញឧទាហរណ៍ជាក់ស្ដែងឲ្យយើងឃើញអំពីកម្មវិបាកនៃចំនួនប្រដាប់អាវុធនៃអំពើហិង្សាដែលបានកើតឡើងជាច្រើនកន្លែងដូចតែយើងទាំងអស់គ្នាបានដឹងគ្រប់គ្នាបាទអញ្ចឹងចំនួននៅកន្លែងមួយវាមិនប៉ះតែកន្លែងហ្នឹងទេចំនួនប្រទេសពីរមិនប៉ះតែប្រទេសពីរហ្នឹងទេវាប៉ះទាំងតំបន់ប៉ះទាំងទូទាំងពិភពលោកដូច្នេះសម្ដេចក៏យកឧទាហរណ៍ហ្នឹងដើម្បីភ្ជាប់មកជាមួយនឹងចំនួនព្រំដែនកម្ពុជាថៃថាបើសិនជាកម្ពុជាថៃបាត់បង់សន្តិភាពកើតមានចំនួនប្រដាប់អាវុធមិនមែនតែកម្ពុជានិងថៃទេដែលទទួលរងផលប៉ះពាល់ប៉ុន្តែជាតំបន់ទាំងមូលបាទអាស៊ានទាំងមូលដូច្នេះហើយកិច្ចសហការគ្នាការចូលរួមរកដំណោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធគឺជារឿងចាំបាច់ណាស់ដើម្បីធ្វើម៉េចឲ្យយើងមានដំណោះស្រាយមួយដោយសន្តិវិធីតាមរយៈយន្តការទូតតាមរយៈការប្រើប្រាស់ច្បាប់អន្តរជាតិបាទនេះគឺជាសារសំខាន់ដែលសម្ដេចធិបតីលោកបានញ៉ាទៅកាន់សហគមន៍តំបន់ក៏ដូចជាអន្តរជាតិហើយសារបែបនេះមានសារៈសំខាន់ហើយដែលថ្នាក់ដឹកនាំរបស់យើងតែងតែលើកឡើងជាញឹកញាប់ជារៀងរហូតមកហើយវាឆ្លុះបញ្ចាំងការពិតជាក់ស្ដែងនិយមបាទអត់មាននរណាប្រកែកបានទេអញ្ចឹងហើយបានជាសន្ទរកថារបស់សម្ដេចនៅពេលនោះយើងទាំងអស់គ្នាសម្រាប់រូបខ្ញុំគឺជាសន្ទរកថាមួយដែលមានអត្ថន័យជ្រាលជ្រៅណាស់នៅក្នុងការកសាងសន្តិភាពសម្រាប់ប្រទេសជិតខាងក៏ដូចជាសម្រាប់តំបន់និងពិ
ពិភពលោកទាំងមូលបាទ បាទសូមអរគុណអាយដាមបាទពាក់ព័ន្ធទៅនឹងបរិបទពិភពលោកដែលអាយដាមបានលើកឡើងបាញ់មិញដែលកំពុងតែមានបញ្ហាក៏ដូចជាគំរូអាក្រក់នោះយើងឃើញថាបច្ចុប្បន្ននេះគឺពិភពលោកកំពុងតែជួបប្រទះនៅវិបត្តិនៃការជឿទុកចិត្តជាយុទ្ធសាស្ត្រតើការប្រកាន់ខ្ជាប់នៅគោលការណ៍សន្តិវិធីរបស់កម្ពុជាជាមួយប្រទេសជិតខាងមានទំនាក់ទំនងបែបណាទៅការរក្សាមជ្ឈភាពអាស៊ាននិងការការពារផលប្រយោជន៍សេដ្ឋកិច្ចនៅក្នុងតំបន់បាទសំណួរនេះខ្ញុំបាទចង់បានទស្សនៈពីលោកបណ្ឌិតយ៉ងពៅបាទ បាទអរគុណនៅការផ្ដល់សំណួរបន្តមកខ្ញុំមានសារៈសំខាន់នេះបាទបើយើងផ្អែកទៅលើទ្រឹស្ដីនយោបាយស្ដីអំពីសន្តិសុខទូលំទូលាយអង់គ្លេសហៅថា comprehensive security នេះគឺយើងប្រមាលមើលគឺអំពីសន្តិសុខនយោបាយនិងវិបលភាពសេដ្ឋកិច្ចដែលมันអាចផ្ដាច់គ្នាបានអញ្ចឹងហើយបានជាយើងមានភាពចាំបាច់រំលឹកទៅដល់សន្ទរកថាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដោយតែអាចដាំប៉ែវណ្ណាបានលើកមិញនៅថ្ងៃទី9មិថុនាឆ្នាំ2026នៅទីក្រុងហាណូយបាទបានបញ្ជាក់យ៉ាងច្បាស់ថាអស្ថិរភាពនៅកន្លែងមួយវាជះឥទ្ធិពលដល់វិបលភាពគ្រប់ទីកន្លែងអញ្ចឹងកន្លែងនេះគឺវាមានការប្រតិកលាគ្នាសំខាន់ណាស់ទៅលើមជ្ឈភាពអាស៊ានក៏ដូចជាសន្តិសុខតំបន់និងសកលឧទាហរណ៍ថាមិនឧទាហរណ៍គឺជាក់ស្ដែងទៅហើយសង្គ្រាមដែលកើតមាននៅមជ្ឈមបូព៌ាបាទបង្កអសន្តិសុខនៅមជ្ឈមបូព៌ាប៉ុន្តែវារៀលដាលមកដល់កម្ពុជាវារៀលដាលទូទាំងពិភពលោកយ៉ាងហោចណាស់គឺយើងដឹងភ្លាមគឺប្រេងឡើងថ្លៃបាទអន្តរជាតិឡើងថ្លៃរហូតដល់រាល់ថ្ងៃនេះគឺឡើងថ្លៃមិនទាន់ចុះមកស្ថានភាពតម្លៃដើមមុនសង្គ្រាមនោះទេអញ្ចឹងអានេះវាពាក់ព័ន្ធដោយដូចដែលប្រសាសន៍បានលើកឡើងសន្ទរកថាបានលើកឡើងវិបលភាពសេដ្ឋកិច្ចនឹងវាជាប់គ្នាជាមួយសន្តិសុខសកលនិងសន្តិសុខតំបន់ក៏ដូចជាការតានតឹងនៅរវាងរដ្ឋភាគីក្បែរខាងគ្នាពីរដោយតែកម្ពុជានិងថៃអញ្ចឹងដែលវាជះទៅឥទ្ធិពលទៅដល់សន្តិសុខរួមរបស់អាស៊ានបាទរបស់អាស៊ានគឺវិបលភាពរួមរបស់អាស៊ាននិងមជ្ឈភាពអាស៊ាននឹងតែម្ដងបាទធ្វើឲ្យកិត្យានុភាពអាស៊ាននឹងវាមានបញ្ហាពីព្រោះបើយើងផ្អែកទៅមើលធម្មនុញ្ញអាស៊ានគោលការណ៍អាស៊ានគឺល្អសម្រាប់វិបលភាពរួមរបស់អាស៊ានក៏ប៉ុន្តែទាំងអស់នេះត្រូវបានរំខានទៅដល់គោលការណ៍និងធម្មនុញ្ញអាស៊ានដោយសារតែភាគីថៃធ្វើសង្គ្រាមឈ្លានពានទឹកដីកម្ពុជាហ្នឹងអាហ្នឹងខ្ញុំនិយាយក្នុងជ្រុងជាសាសនយោបាយបាទមិនមែនជ្រុងអ្នកការទូតទេព្រោះអ្នកការទូតគេមិនហៅថាឈ្លានពានអីទេគេហៅតែខ្ញុំជាសាសនយោបាយតែលើកកំភ្លើងមកជន់ទឹកដីខ្ញុំឆ្លងព្រំដែនអន្តរជាតិអាហ្នឹងគឺឈ្លានពានណាខ្ញុំនិយាយតែអញ្ចឹងបាទអញ្ចឹងការឈ្លានពានរបស់ប្រទេសថៃហ្នឹងមកកម្ពុជាហ្នឹងរំខានអាស៊ានទាំងមូលបាទរំខានអាស៊ានទាំងមូលតែយើងរកវិបលភាពរួមមកមិនបើរដ្ឋក្បែរខាងគ្នាធ្វើសង្គ្រាមជាមួយគ្នាហ្នឹងបាទកសាងមជ្ឈភាពអាស៊ានយ៉ាងម៉េចឲ្យអាស៊ានដើរតួនាទីស្នូលយ៉ាងដូចម្ដេចបើអាស៊ានខ្លួនឯងកំពុងតែមានបញ្ហាហ្នឹងបាទដូច្នេះហើយដែលបើយើងចង់ពង្រឹងតួនាទីអាស៊ានវាត្រូវតែភាគីគ្រប់រដ្ឋភាគីនឹងត្រូវតែគោរពឲ្យខានតែបាននៅគោលការណ៍គ្រឹះរបស់អាស៊ាននិងធម្មនុញ្ញអាស៊ានបាទមិនលូកលាន់កិច្ចការផ្ទៃក្នុងគ្នាមិនឈ្លានពានគ្នាបាទអញ្ចឹងយើងពិនិត្យទៅយើងយកច្បាប់អន្តរជាតិមកវាស់វែងទៅតែឈ្លានពានឬមិនឈ្លានពានយើងយកច្បាប់អន្តរជាតិមកវាស់វែងទៅអានេះវាបានឲ្យកម្ពុជាថៃខ្ញុំមិនចង់ឲ្យថៃរៀនសូត្រពីកម្ពុជាឬក៏សម្លឹងមើលកម្ពុជាដូចមិនដេចទេកម្ពុជាចូលអាស៊ានក្រោយគេបាទបើធៀបនឹង10ប្រទេសយើងអត់និយាយទីមាត់ទេគាត់ចូលក្រោយមែនតើគឺ30មេសាឆ្នាំ1999បាទចូលគឺយើងជារដ្ឋសមាជិកទី10កាលនោះគេហៅរដ្ឋកូនពៅហ្នឹងគឺមានន័យថាស្បិតតែយើងជាសមាជិកថ្មីក៏ប៉ុន្តែយើងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន3លើក2002 2012 2022ទទួលបានជោគជ័យនៅក្នុងកិច្ចការហ្នឹងមានន័យថាកម្ពុជាបានបង្ហាញភាពជារដ្ឋភាគីចាស់ទុំបាទនយោបាយចាស់ទុំនៅក្នុងកិច្ចការដឹកនាំតំបន់បញ្ហាតំបន់បាទមិនប្រតិកម្មឆុងឆាំងមិនសំអាងទៅលើកម្លាំងយោធាឬក៏
ដល់ភាពចាំបាច់ឬសារៈសំខាន់ទៅដល់អំណាចយោធានឹងទេគឺផ្ដល់ជាវេទិកាសកលនៅតំបន់អាស៊ានឧទាហរណ៍បញ្ហាដោះស្រាយនៅបញ្ហាតានតឹងខ្លាំងបំផុតដោះស្រាយនៅភ្នំពេញទាំង3លើកគឺបញ្ហាសមុទ្រចិនខាងត្បូងអីជាដើមបាទនេះគឺជាភាពចាស់ទុំនយោបាយក្នុងភាពជាអ្នកដឹកនាំតំបន់បាទខ្ញុំចាំសម័យកាលមហា2000ប្រមាណទេដែលថៃដឹកនាំកិច្ចប្រជុំកំពូលអាស៊ានហើយអត់អាចប្រជុំបានបាទអត់អាចប្រជុំបានសូម្បីតែកាលនោះសម្ដេចតេជោជានាយករដ្ឋមន្ត្រីអញ្ជើញទៅប្រជុំដែរហើយអាវក្រហមអាវលឿងគេធ្វើបាតកម្មបិទសម័យកាលប្រជុំរបស់អាស៊ានតែម្ដងបាទថ្នាក់ដឹកនាំទាំងអស់ត្រូវរត់ប្រផាប់ប្រភិញជិះអធម្មភេកចៈអីចឹងទៅអញ្ចឹងនេះជាចំណែកមួយដែលយើងបង្ហាញថាការដោះស្រាយដោយនយោបាយហិង្សានិងកម្លាំងហ្នឹងគឺមិនបានពង្រឹងមជ្ឈភាពអាស៊ានទេហើយវាធ្វើឲ្យអបយុះនិងភាពទន់ជ្រាយរបស់អាស៊ានហ្នឹងរួមទាំងជាតិសាសន៍ហ្នឹងផងដែរបាទនេះខ្ញុំមើលឃើញអញ្ចឹងហើយការដែលយើងប្រកាន់យកការដោះស្រាយប្រកបដោយនៃវិជ្ជមានសន្តិវិធីនិងគោលការណ៍គ្រឹះរបស់អាស៊ាននេះគឺសំខាន់ណាស់បាទខ្ញុំអំពាវនាវឲ្យប្រទេសថៃត្រូវតែប្រកាន់បែបនេះត្រូវតែងាកមកប្រកាន់នៅទស្សនវិជ្ជាទៅលើការយកស្ថាប័នអន្តរជាតិជាគោលគ្រឹះហើយនឹងសន្តិសុខទូលំទូលាយហ្នឹងបាទដើម្បីជំរុញឲ្យមានភាពធន់អាស៊ានហ្នឹងកសាងតំបន់ហ្នឹងទៅជាវិបុលភាពរួមហ្នឹងឲ្យពិតប្រាកដកុំឲ្យមានតែគ្រាន់តែជាចម្រៀងនយោបាយរបស់អ្នកនយោបាយទាំង11ហ្នឹងឥឡូវឡើង11ហើយឲ្យធ្វើឲ្យចេញរូបភាពពិតប្រាកដដើមចេញពីសុចរិតភាពរបស់អ្នកនយោបាយមេដឹកនាំអាស៊ានទាំងអស់គ្នាទៅបាទសូមអរគុណបាទសូមអរគុណលោកបណ្ឌិតបាទយងពៅខ្ញុំបាទមានសំណួរចុងក្រោយទៅកាន់លោកបណ្ឌិតឆុតប៊ុនថងនៅក្នុងការសាកសួរសំណួរមុននេះអាយដាមប៉ែនបូណាក៏បានបង្ហាញដែរថាកម្ពុជាគឺមានសុចន្ទៈល្អជាមួយនឹងការដោះស្រាយបញ្ហាដោយសន្តិវិធីទៅតាមច្បាប់អន្តរជាតិជាមួយនឹងប្រទេសថៃដែលឡែកខ្ញុំបាទចង់បានទស្សនៈរបស់លោកបណ្ឌិតឆុតប៊ុនថងក្នុងផ្នែកទស្សនវិជ្ជាថាតើគោលជំហរដែលកម្ពុជាប្រើប្រាស់យន្តការច្បាប់អន្តរជាតិក៏ដូចជាការដោះស្រាយដោយសន្តិវិធីជាមួយប្រទេសជិតខាងនេះអាចបង្ហាញអំពីសុចន្ទៈបែបណាបើតាមលោកបណ្ឌិតយល់ឃើញចំពោះការពង្រឹងសាមគ្គីភាពនិងការស្ថាបនាអនាគតរួមរបស់សហគមន៍អាស៊ានទាំងមូលបាទអរគុណខ្ញុំចង់ជម្រាបជូនបងប្អូនអ្នកស្ដាប់ដែរថាចម្លើយរបស់ខ្ញុំនេះគឺខ្ញុំយកទស្សនវិជ្ជាមួយឆ្លោះហើយឆ្លោះទៅលើគឺសន្តិខារបស់សម្ដេចនៅហាណូយនឹងឯងអញ្ចឹងហើយអ្វីដែលយើងនិយាយនេះគឺឆ្លោះបញ្ចាំងពីជំហររបស់កម្ពុជាដែលមានសម្ដេចលោកតំណាងទៅថ្លែងនៅទីក្រុងហាណូយហ្នឹងអញ្ចឹងពីជ្រុងទស្សនវិជ្ជាខ្ញុំយកទស្សនវិជ្ជាមួយគេហៅថាទស្សនវិជ្ជាស្ដីអំពីសហអត្ថិភាពនិងភាពជាប់តាក់ទងគ្នាបាទបើយោងទៅតាមទស្សនវិជ្ជានេះបញ្ជាក់ថាអាស៊ានទាំងមូលគ្មានរដ្ឋណាមួយដែលអាចរីកចម្រើនដោយឯកោឬក៏រស់នៅដោយមិនពឹងពាក់អ្នកដទៃទេមិនអាចរីកចម្រើនខ្លួនឯងទាំងស្រុងដោយមិនពឹងពាក់អ្នកដទៃទេទោះបីប្រទេសនោះប្រកាសថាខ្លួនឯងមិនចូលបកសម្ព័ន្ធស្អីៗក៏ដោយប៉ុន្តែគឺត្រូវតែមានតំណែងទំនងហើយសូម្បីតែតំណែងទំនងខ្ញុំលើកតិចចុះអាស៊ាន11ឡើង11ហ្នឹងបាទយើងមានយន្តការរួមរបស់អាស៊ានសម្រាប់តាក់ទងខាងនយោបាយសេដ្ឋកិច្ចអីហោហាហើយប៉ុន្តែនៅមានយន្តការទ្វេភាគីរបស់ប្រទេសមួយនឹងជាមួយនឹងប្រទេសផ្សេងៗទៀតដែលយើងកំពុងតែធ្វើការជាមួយគ្នាទៀតអញ្ចឹងបង្ហាញថាម៉េចបង្ហាញថាប្រទេសទាំងអស់ទោះតូចទោះធំទោះខ្លាំងទោះខ្សោយក៏ដោយតែងតែត្រូវការគ្នាទៅវិញទៅមកតែងតែត្រូវការគ្នាទៅវិញទៅមកដូច្នេះកម្ពុជាក៏ដូចគ្នាដែរកម្ពុជាជាមួយថៃជាមួយប្រទេសផ្សេងៗទៀតទោះបីថាមានវិវាទមានចំនួនតែក៏គួរតែនាំគ្នាបន្តដោះស្រាយដោយសន្តិវិធីទៅពីព្រោះប្រទេសទាំងអស់ហ្នឹងមិនមែនមិនពឹងពាក់គ្នាទេប៉ុន្តែពេលដែលឆ្លោះពេលដែលខឹងគ្នាគឺថាស្អីក៏ចេញមកដែររឿងអាក្រក់រឿងល្អក៏ចេញមកអត់ដែរបាទហើយតដែលទេក្នុងសន្និដ្ឋានហ្នឹងសម្ដេចក៏បានលើកថាសន្តិភាពនិងសេរីភាពរបស់ប្រទេសជិតខាងគឺជាសន្តិភាពនិងសេរីភាពរបស់តំបន់ទាំងមូលបាទដូចជាអាដាមប៉ែនបូណាលោកយងពៅក៏បានលើកគឺបែបហ្នឹងបាទវាតាក់ទងគ្នាអញ្ចឹងហើយបាទ
ហើយគោលជំហររបស់កម្ពុជាដែលបានលើកឡើងនៅក្នុងវេទិកាអនាគតអាស៊ានហ្នឹងគឺជាការបង្ហាញនៅសុឆន្ទៈដ៏បរិសុទ្ធមួយនៅក្នុងការធ្វើជាគំរូនៃការដោះស្រាយចំនួនដោយសន្តិវិធីណាដោះស្រាយដោយសន្តិវិធីស្របតាមធម្មនុញ្ញរបស់អាស៊ានដែរហើយក៏ដោយធម្មនុញ្ញរបស់អង្គការសហប្រជាជាតិដែរបាទហើយកម្ពុជាបញ្ជាក់ច្បាស់ណាស់ថាការជ្រើសរើសយកកិច្ចសន្ទនាជាជាងការប្រឈមមុខគ្នាដោយអាវុធជាមួយប្រទេសជិតខាងហ្នឹងគឺមិនត្រឹមតែជាផលប្រយោជន៍ទ្វេភាគីរវាងកម្ពុជានិងថៃទេប៉ុន្តែក៏ជាផលប្រយោជន៍របស់តំបន់ក្នុងការរួមចំណែកថែរក្សាអ្វីដែលយើងជជែកគ្នាមិញថាការពារនៅមជ្ឈភាពអាស៊ានបាទមជ្ឈភាពអាស៊ាននិងក៏ការរួមចំណែកនៅក្នុងការកសាងសហគមន៍មួយដែលយកប្រជាពលរដ្ឋប្រជាជនធ្វើជាស្នូលផងដែរបាទមានន័យថាយើងគិតគូរឲ្យតម្លៃទៅលើប្រជាជនពីព្រោះថាបើសិនជាយើងជ្រើសរើសយកសង្គ្រាមយកធ្វើជាមធ្យោបាយអញ្ចឹងយើងឃើញមិនមែនពលីតែកងទ័ពនៃប្រទេសទាំងសងខាងទេគឺប្រជាពលរដ្ឋនៅទីនោះយើងឃើញមកដល់ពេលនេះជនភៀសសឹករបស់កម្ពុជាដូចជា5-6 សែននាក់តែជាមិនទាន់បានត្រឡប់ទៅគេហដ្ឋានវិញទេដែលសម្ដេចតេជោលោកទើបតែអញ្ជើញទៅសួរសុខទុក្ខនៅពេលថ្មីនេះបាទអញ្ចឹងសុឆន្ទៈដែលកម្ពុជាជ្រើសរើសយកការដោះស្រាយដោយសន្តិវិធីនេះវាស្ដែងឲ្យឃើញថាកម្ពុជាគឺជាសមាជិកសកម្មមួយនិងជាសមាជិកដែលមានការទទួលខុសត្រូវដែលជានិច្ចកាលតែងតែតម្រង់ទិសទៅរកការដោះស្រាយឬក៏ការរួមចំណែកការអភិវឌ្ឍនៅអនាគតរួមរបស់អាស៊ាននិងការដោះស្រាយដោយសន្តិវិធីការកសាងសន្តិភាពវិបុលភាពនិងការរក្សាកុំឲ្យមានការបែកបាក់នៅក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាននេះជាដើមអញ្ចឹងបើយើងមើលទៅកម្ពុជាមិនមែនចង់បានតែសន្តិភាពខ្លួនឯងទេសន្តិភាពជាមួយប្រទេសជិតខាងហើយនិងសន្តិភាពនៅក្នុងតំបន់នៅក្នុងពិភពលោកផងដែរនេះជាជំហរមួយដែលជាជំហរដែលហៅថាមានតម្លៃជាបរានុម័តពីព្រោះថាអ្នកណាក៏ចង់បានសន្តិភាពដែរពិភពលោកគឺយើងចង់បានបែបហ្នឹងប៉ុន្តែជាអកុសលយើងឃើញនៅកន្លែងខ្លះវាអត់អាចសម្រេចបានដូច្នេះវិលមកវិញជំហររបស់កម្ពុជាជាជំហរមួយដែលមើងម៉ាត់ច្បាស់លាស់ប៉ុន្តែជ្រើសរើសយកការដោះស្រាយដោយសន្តិវិធីហើយជ្រើសរើសយកការចូលរួមថែរក្សាមជ្ឈភាពអាស៊ានថែរក្សានៅសាមគ្គីភាពអាស៊ានជាជាងធ្វើឲ្យអាស៊ានបែកបាក់បាទខ្ញុំសូមសង្ខេបប៉ុណ្្នឹងបាទ បាទសូមអរគុណលោក